កូនស្រីខ្ញុំប្រាប់ថាតានឹងគាត់យកប្រដាប់ភេទមកញីញុប្រដាប់ភេទកូនខ្ញុំអញ្ចឹងរហូតដល់ចេញនោមហើយយកអណ្ដាតលិតយកដៃលេងអញ្ចឹងទៅដល់ពេលហើយខ្ញុំក៏សួរកូនខ្ញុំអាបងក៏និយាយចឹងដែរគាត់មិនខ្ញុំសួរកូនខ្ញុំអាបងថៃមិនប្រាប់ម៉ាក់ឯងធ្វើអីបើតានៅផឹកចិត្តនឹងសួរថាវេលាម៉ោងប៉ុន្មានកូនខ្ញុំថាម៉ោង7ពេលតាមកពីធ្វើការវិញដល់ពេលគាត់ធ្វើអីកូនខ្ញុំហើយគាត់ដើរមកផឹកកូនខ្ញុំថាប្រាប់ម៉ាក់ឯងមិនបើតានៅផឹកនៅចិត្តហ្នឹងប្រាប់ទៅតាវាយកូនមិនទៅដល់ពេលខ្ញុំសួរកូនខ្ញុំមីស្រីថៃមិនប្រាប់ម៉ាក់ថាតាវាប្រាប់ថាបើប្រាប់ម៉ាក់វាវាយអញ្ចឹងទៅអត់ឲ្យប្រាប់ទេឪពុកចង់បានធ្វើការរំលោភនៅកូនស្រីរបស់គាត់ចៅខ្លួនឯងតែម្ដងហើយអ្វីដែលឈឺចាប់បំផុតនោះបាទនៅពេលដែលប្តីប្រពន្ធរបស់គាត់ទាំងពីរនាក់បានធ្វើការប្តឹងទៅកាន់សមត្ថកិច្ចក៏ម្ដាយបង្កើតរបស់ប្តីគាត់នេះបានធ្វើការគំរាមកំហែងគាត់នៅរឿងរ៉ាវជាច្រើនអាយុទើបតែ46ឆ្នាំទេមិនបានទៅជាឪពុកចុងរបស់បងបានបងតានឹងគាត់ទប់អញ្ចេញពីគុកគាត់ជាប់គុកពី10ឆ្នាំហើយរំលោភក្មេងឲ្យគ្រប់អាយុដល់ពេលហើយចេញមកពីគុកក៏បានម៉ែក្មេងខ្ញុំទៅដល់ពេលបានម៉ែក្មេងខ្ញុំបានប្រហែលជាមួយឆ្នាំអីទៅខ្ញុំក៏នាំគ្រូសាមកធ្វើការនៅកំពង់ឆ្នាំងនឹងទៅខ្ញុំធ្វើការរោងចក្រអីទៅកូនខ្ញុំក៏ខ្ញុំទុកឲ្យផ្ញើឲ្យម៉ែខ្ញុំមានន័យថាឪពុកចុងរបស់បងដែលជាសត្វដេរឆាននឹងធ្លាប់រំលោភទៅលើក្មេងជាប់គុកពី10ឆ្នាំម្ដងរួចហើយគាត់ចេញមកទាំងបាន2ឆ្នាំទេទាំងយកម៉ែខ្ញុំទាំងគាត់ចេញមកសរុបទាំងអស់តែ2ឆ្នាំទេបានមកជួបលើកូនខ្ញុំនឹងខ្ញុំអត់សុខចិត្តរឿងម៉ែក្មេកខ្ញុំគាត់គំរាមខ្ញុំឲ្យដកពាក្យបណ្ដឹងខ្ញុំថាខ្ញុំអត់ដកទេខ្ញុំធ្វើតាមផ្លូវច្បាប់ហើយគាត់ក៏យកប៉ូលីសមកម្នាក់ពេលល្ងាចគាត់យកប៉ូលីសមកហ្នឹងពេលព្រឹកវេលាម៉ោង8ប៉ូលីសថាអូនឯងព្រមយកលុយប្រមាណព្រមដកពាក្យបណ្ដឹងហ្នឹងខ្ញុំថាខ្ញុំអត់ដកពាក្យបណ្ដឹងទេខ្ញុំធ្វើការតាមផ្លូវច្បាប់ខ្ញុំអត់ចង់បានលុយទេខ្ញុំចង់ឲ្យគាត់ជាប់គុកកុំឲ្យប៉ះចំក្មេងដតីទៀតណាដែលក្មេងអត់ដឹងអីអញ្ចឹងបោះកូនខ្ញុំវាប៉ុណ្្នឹងហើយតែបោះចោះប៉ះចំក្មេងដតីទៀតខ្ញុំថាខ្ញុំអត់យកលុយទេក៏ប៉ូលីសនឹងទៅវិញទៅផ្ដាំទៅបងអូនថ្លៃខ្ញុំបើសិនជាវាមានកូនមានគ្រួសារវាយល់អារម្មណ៍ខ្ញុំហីតែកូនត្រូវគេចាប់រំលោភអញ្ចឹងវាឆ្លើយមកថាកូនខ្ញុំងាប់នៅរស់នៅអញ្ចឹងវាអត់មានសួរហេតុផលថាខ្ញុំសុកទុកបែបម៉េចទ្រង់ជាម្ដាយនឹងវាចង់ក្រមបាតាឲ្យបងប៉ុន្តែវាអត់មានគ្រូសាខ្ញុំនិយាយបែបណាក៏វាអត់ស្ដាប់ខ្ញុំដែរវានិយាយពាក់តែមួយម៉ាត់កូនខ្ញុំអត់តន់ងាប់ទេអត់តន់អីទេចាំកូនខ្ញុំអីចាំកូនខ្ញុំងាប់ចាំខ្ញុំប្តឹងមែនសួរតែខ្ញុំប្តឹងនឹងកូនខ្ញុំរស់មកវិញអត់បើសិនជាវាធ្វើដល់ងាប់ដល់អីចឹងសួរតែខ្ញុំប្តឹងកូនខ្ញុំរស់មកវិញអត់ខ្ញុំសួរវាថាវាចេញមកវាអត់ធ្លាប់មានកូនវាអត់យល់អារម្មណ៍ខ្ញុំទេអត់ធ្វើតាមផ្លូវច្បាប់ហើយធ្វើឲ្យចាប់ដែរឪពុកចុងហើយមានដែរប្អូនប្រុសខ្ញុំមករៀនខ្ញុំថាចង់ខ្ញុំទៅស្រុកវិញចង់វាយខ្ញុំចង់អុយចឹងបងហើយម៉ែទៀតនិយាយរួមទៅទាំងម៉ែទាំងប្អូនប្រុសកាន់ជើងគ្នាឲ្យថាខ្ញុំធ្វើទង្វើខ្ញុំធ្វើដែរទង្វើចាប់ដែរពុកចុងធ្វើខ្ញុំថាខ្ញុំធ្វើតាមច្បាប់ទេបើច្បាប់គេដាក់មិនខ្ញុំធ្វើតាមនឹងអីព្រោះទង្វើនឹងគាត់ធ្វើហួសហេតុពេកអញ្ចឹងបានខ្ញុំផ្សាយយកយុទ្ធធម៌របស់ខ្ញុំដែរបងបោះកូនខ្ញុំបងបាទអ្វីដែលឈឺចាប់ហ្នឹងគឺសត្វដេរឆានហ្នឹងធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ដាក់គុកម្ដងហើយពាក់ព័ន្ធជាមួយនឹងករណីរំលោភក្មេងដែលមិនគ្រប់អាយុហ្នឹងហើយចេញពីគុកមកមិនទាន់បាន2ឆ្នាំផងក៏មករំលោភធ្វើការរំលោភទៅលើកូនស្រីរបស់គាត់ទាំងពីរនាក់ទៀតផងដែររាល់ថ្ងៃខ្ញុំមានការងាររវល់ច្រើនមែនទែនពេលខ្លះត្រូវចេញទៅយកព័ត៌មានខាងក្រៅក្រោមកម្ដៅថ្ងៃគិតច្រើននាំឲ្យរមាស់ស្បែកក្បាលសំណាងហើយដែលខ្ញុំមានជំនួយការពិសេសតាប៊ូកក់សក់50សេនរូបមន្តពីប្រទេសជប៉ុនសម្អាតសក់និងស្បែកក្បាលបានយ៉ាងល្អជួយបំពន់ឫសសក់និងសរសៃសក់ឲ្យបានរឹងមាំជួយបណ្ដុះកូនសក់ថ្មីកក់ហើយធ្វើឲ្យសក់ទន់រលោងមិនស្ងួតមិនបែកចុងជួយកាត់បន្ថយសក់ជ្រុះនិងសម្អាតប្រេងដែលមាននៅលើស្បែកក្បាលបានយ៉ាងល្អបំបត្តិអង្គែនិងធ្វើឲ្យសក់មានសុខភាពល្អប្រើប្រាស់ជាមួយនឹងម៉ាសសក់និងប្រេងលាបសក់ធ្វើឲ្យប្រសិទ្ធភាពរឹតតែខ្ពស់50សេនប្រើបានទាំងបុរសនិងស្ត្រី